យមកទៀតហើយបាទពុកម៉ែបងប្អូនបាទគាត់ទៅបើកក្បាលវីដេអូចេញមកពុកម៉ែបងប្អូនក៏ស្រក់ទឹកមិត្តទៀតហើយបាទមើលទៅក៏ក្រហមភ្លឺបាទមកទេសបាទពុកម៉ែបងប្អូនបាទនេះគឺខ្ញុំចេញទៅវាស្រែបាទគឺចាប់ខ្យងបាទមួយឆ្នាំងពេញបឹបបាទនេះមើលទៅក៏ពុះក្រែកហើយពុកម៉ែបងប្អូនបាទចាប់ដើមក៏យើងទុកមិនទុះឲ្យតិចបាទចាប់ដើមយើងទុកមិនទុះឲ្យតិចក៏យើងចាប់ដើមមកយើងឆ្កឹះយកទៅម្ដងពុកម៉ែបងប្អូនបាទគឺអត់មានបន្លាមានអុយទេគឺដៃសុតពេញធឹងពុកម៉ែបងប្អូនបាទគឺកលុកវាមកក៏ចេញតែសាច់តែភ្លុតបាទបាទនេះក៏ចាប់ដើមសាច់ចងហើយពុកម៉ែបងប្អូនបាទយើងចាប់ដើមមកយកទៅឆ្កឹះថ្មិញខ្យងបាទដើម្បីតែយើងហូបទៅក៏មិនសកិសកៈមិនណាបងប្អូនបាទនេះចាប់ដើមមកយើងយកថ្មិញយកឲ្យស្អាតអស់ហើយយើងចាប់ដើមយើងចាក់នឹងធុងបាទយើងចាក់នឹងធុងយើងដាក់អំបិលតែមកក្តាប់មកពុកម៉ែបងប្អូនបាក់ច្រើនទេបាទយើងក៏ចាប់ដើមច្បាច់ចុះច្បាច់ឡើងច្បាច់ហើយច្បាច់ទៀតពុកម៉ែបងប្អូនបាទច្បាច់ឲ្យវាចេញជាតិអាក្អែលអស់រលីងពុកម៉ែបងប្អូនបាទដើម្បីយើងធ្វើហូបទៅក៏មិនថារាកមានអុយទៀតពុកម៉ែបងប្អូនដោយសារតែព្រោះខ្យងនេះគឺខ្យងតាមវាស្រែគេខាងណាគេអត់សូវហូបទេពុកម៉ែបងប្អូនគេថាខ្លាចរាកខ្លាចអីណាប៉ុន្តែសម្រាប់តែខាងខ្ញុំវិញគឺលាងមកស្អាតពុកម៉ែបងប្អូនបាទនេះចាប់ដើមលាងហើយមើលទៅសាច់ខ្យងមើលទៅក៏ទៅណូយ៉ាងពុកម៉ែបងប្អូនបាទនេះចាប់ដើមបងខាងនេះក៏លាងរួចហើយគេចាប់ដើមពួកខ្ញុំនឹងគេចាប់ដើមទៅចាក់អង្ក្រងពុកម៉ែបងប្អូនបាទកាច់ចង្ក្រងមកក៏មកខំលពេញធឹងបាទនេះមើលសង្ក្រងមើលទៅពុកម៉ែបងប្អូនបាទសង្ក្រងយើងកាច់រួចហើយយើងរើសវាស្អាតពុកម៉ែបងប្អូនបាទបាទក៏មិនមានសម្រាមមានមេឃមានអុយព្រោះសង្ក្រងនេះវាពឹមមេពឹមអុយទៅស៊ីនៅលើសម្បុកណាពុកម៉ែបងប្អូនបាទចាប់ដើមនេះគឺគ្រឿងយើងឆារួចហើយគឺយើងចាប់ដើមយើងដាក់សាច់ខ្យងពុកម៉ែបងប្អូនបាទយើងដាក់សាច់ខ្យងរួចហើយគឺយើងចាប់ដើមយើងកូរត្រឡប់ពីរដងពុកម៉ែបងប្អូនបាទនេះគឺចុងភៅបាទចុងភៅមកពីភ្នំក្លែនបាទពុកម៉ែបងប្អូនបាទគឺមើលទៅគូរៀងដល់ហើយរៀងបាទចាប់ដើមគឺយើងដាក់អង្ក្រងពុកម៉ែបងប្អូនបាទអង្ក្រងហើយអង្ក្រងនេះយើងចាក់មិញបាទអង្ក្រងក៏ខ្ញុំហ៊ានដាក់ច្រើនពេកទេពុកម៉ែបងប្អូនបាទខ្លាច់ជូរខ្លាំងគឺខ្ញុំដាក់មកល្មមបាទអង្ក្រងនេះបាទគឺចាប់ដើមបូខេនេះសាក់ពងហើយពុកម៉ែបងប្អូនបាទអង្ក្រងនេះគឺនៅតរោតែគិនទៀតទេពុកម៉ែបងប្អូនអើយអង្ក្រងនេះមើលទៅក៏ចាប់ដើមយើងដាក់ម្ទេសថែមដើម្បីឲ្យវាមានរសជាតិឲ្យហឹលមើលទៅក៏ដាក់ទៅថាឲ្យវាមានជាតិណាពុកម៉ែបងប្អូនបាទនេះចាប់ដើមចុងភៅគេកលែងវេហើយពុកម៉ែបងប្អូនបាទនេះកលែងចុះកលែងឡើងដើម្បីឲ្យម្ទេសវាចូលបាទចាប់ដើមក៏យើងឆ្អិនមុំហើយក៏យើងរោយម្រះព្រើពីលើថាឲ្យកាន់តែឈ្ងុយណាបាទនេះចាប់ដើមថាឈ្ងុយហើយពុកម៉ែបងប្អូនបាទនេះចាប់ដើមតែឈ្ងុយហើយក៏ដួសដាក់ចានតែម្ដងហើយដែលតែចេះតែទុកយូរទេពុកម៉ែបងប្អូនបាទមើលទៅហុយផ្សេងផ្អងបាទនេះអូសាច់ខ្យងដាក់បានជាយូរអូយពុកម៉ែបងប្អូនអើយយកពីជាតិបាទនេះសាច់ខ្យងនេះបាទដែលយើងចំអិនមិញបាទអរគុណច្រើនពុកម៉ែបងប្អូនបាទដែលបានតាមដានទស្សនាវីដេអូបាទតែពីដើមរហូតដល់ចប់បាទអរគុណច្រើនជួយ follow page ផងពុកម៉ែបងប្អូនបាទ